នេះគឺជាឧទាហរណ៍ក្នុងការប្រើប្រាស់ slide chain បងប្អូនទាំងអស់គ្នាកុំភ្លេចមើលវីដេអូនេះដល់ចប់ដោយសារនៅក្នុងវីដេអូខ្ញុំនឹងធ្វើថែមជូនចំណុចមួយទៀតដែល slide chain ជាមួយនឹង sample ដោយសារមុននេះខ្ញុំលើកឡើង4ចំណុចឥឡូវនេះខ្ញុំនឹង extra ជូនអ្នកនរគ្នាមួយចំណុចទៀតទោះថាបើសិនអ្នកនរគ្នាមានបាសចេះឃើញវាត្រង់ហើយតាន់ខ្ញុំប្រាប់បងប្អូនអញ្ចឹងនៅក្នុងវីដេអូខាងដើមខ្ញុំថានៅពេលដែលយើងប្រើប្រាស់ slide chain នៅពេលដែល kick យើងអុកអាបាសរឿងនេះគឺវាអត់អុកជាមួយ kick ទេបទចម្រៀងរបស់យើងតែកាលណា kick មួយ bass វាបុកគ្នាវា clash គ្នាធ្វើឲ្យបទចម្រៀងយើងទាំងមូលហ្នឹង trust វាធ្វើឲ្យមិចយើងហ្នឹងប៉ះពាល់មួយបទទាំងអស់ហ្មងធ្វើឲ្យខូចបទចម្រៀងយើងមួយមិចហ្នឹងហ្មងឥឡូវនេះបងប្អូនមកស្ដាប់បងប្អូនគ្នានៅពេលដែលយើងអត់ទាន់ slide chain ហើយខ្ញុំសូមលើកឡើងយក stock plugin ចែកជូនបងប្អូនទាំងអស់គ្នាបងប្អូនទាំងអស់គ្នាអាចប្រើប្រាស់ Crossbeat បាននៅក្នុង stock plugin នេះ Crossbeat ទាំងអស់គ្នាយើងចូលមកវាមានពាក្យ slide chain នេះបងប្អូនរើសមកឃើញទេនៅពេលដែល kick យើង play អាសាប់យើងចាប់ដើមឡើងមកចេះឥឡូវយើងមកស្ដាប់បងប្អូនគ្នាហើយអ្នកនរគ្នានឹងមានអារម្មណ៍ថាបាសយើងចេះឡើងចុះចេះដល់ពេលដែលយើងអត់ដាក់ slide chain បាសត្រង់ហ្មងឧទាហរណ៍នៅពេលដែលយើងអត់មាន slide chain ហើយយើងដាក់មួយ kick ហើយនេះគឺជាឧទាហរណ៍យើងប្រើប្រាស់ជាមួយ slide chain ខ្ញុំមានអារម្មណ៍ថាខុសគ្នាខ្លះអត់នៅពេលដែលយើងអត់ទាន់ slide chain គឺបាសយើងត្រង់នៅពេលដែលយើង slide chain ហើយគឺបាសយើងរៀងលោតតែមិញនេះខ្ញុំបានលើកឧទាហរណ៍ជូនអ្នកនរគ្នាអំពី Crossbeat stock plugin ខ្ញុំនឹងសូមបង្ហាញអ្នកនរគ្នាអំពីរបៀប slide chain មួយទៀតដែលយើងប្រើប្រាស់ Fruity Limiter ដែលជា stock plugin នៅក្នុង FL Studio ជាដំបូងយើងចូលមក click ត្រាំរបស់យើងហើយយើង link វាទៅ mixer បន្ទាប់មកបាសរបស់យើងlink វាទៅ mixer យើងខ្ញុំសូមដាក់ color មួយបាសឲ្យអ្នកនរគ្នាស្រួលមើលបាសមាន kick ហើយនឹងបាសអានេះយើងហៅវាថា channel burst slide chain អ្នកនរគ្នាខ្ញុំចង់ប្រាប់ថាពេលធ្វើការអ្វីមួយគឺត្រូវមានឈ្មោះមិនអីត្រឹមត្រូវកុំឲ្យធ្វើដោយអត់ដាក់ឈ្មោះដាក់អីត្រឹមត្រូវទេបន្ទាប់ពីយើងបានចង slide chain អាឡែង slide chain burst នេះហើយបន្ទាប់មកបាសរបស់យើងroot វាទៅ channel នេះបន្ទាប់មកនៅក្នុង burst slide chain នេះអ្នកនរគ្នាសូមដាក់ Fruity Limiter យើងចូលទៅកន្លែង compress បន្ទាប់ពីយើងចូល compress អ្នកនរគ្នាកុំភ្លេចជាងគេកន្លែងនេះ slide chain នេះវាមានអក្សរ slide chain នេះយើងត្រូវ mouse click ខាងស្ដាំមកយើងចង់ slide chain នៅលើ kick និង bass របស់យើងចឹងយើងរើ kick អានេះខ្ញុំ slide chain kick និង bass អ្នកនរគ្នាតែយើងអាចប្រើប្រាស់នៅលើ vocal ឬក៏ប្រើនៅ lead បានថយទៅចូលមកគឺអ្នកនរគ្នាមានឮសលេងថាវារៀង pumping effect រៀង ducking ហើយនេះនឹង ratio នេះបងប្អូនអាចសេរីមកបងប្អូនចង់បានកម្រិតណាតែនេះយើងចូលមកមេរៀនបន្ទាប់ទៀតគឺយើងចូលមកកាន់ការ slide chain ទី3ដោយការប្រើប្រាស់ kickstart បងប្អូន producer របស់យើងភាគច្រើនដែលធ្វើភ្លេង Vina House អី EDM អីក៏បានស្គាល់ plugin នេះហើយឈ្មោះ Kickstart ដោយផលិតឡើងដោយ Nicky Romeo គឺជា producer ល្បីលំដាប់ពិភពលោកមួយគឺគាត់ធ្វើនេះដោយខ្លួនគាត់ផ្ទាល់ហើយវាមានភាពល្បីល្បាញមែនទែនដោយសារមានការប្រើប្រាស់ច្រើននិងការគាំទ្រច្រើនពី producer ជុំវិញពិភពលោកនេះគឺជាទម្រង់ក្នុងការ slide chain ដោយសារវាមានទម្រង់ច្រើនអូនស្រឡាញ់មួយណាអានេះគឺជាការ slide chain របៀប free punch គឺវាខ្លីៗទាបតិចទេតែបើសិនអ្នកនរគ្នាចង់ឲ្យវា load pumping effect ខ្លាំងហ្មងគឺប្រើមួយនេះ sub bass slide chain អញ្ចឹងអ្វីដែលខ្ញុំតែងតែព្យាយាមប្រាប់អ្នកនរគ្នាឃើញថាកន្លែងនេះនៅពេលដែល kick hit អាបាសកន្លែងហ្នឹងគឺវាអត់បុកគ្នាជាមួយ kick ទេនៅពេលដែលយើងធ្វើអញ្ចឹងធ្វើឲ្យបទចម្រៀងរបស់យើង clean បាសហើយនឹង kick វាអត់បុកគ្នាធ្វើឲ្យចម្រៀងញ៉ៃនេះគឺជា kick របស់យើងកំពុងអុកតែបើសិនជាយើងអត់ដាក់ slide chain ទេមើលបាសរបស់យើងនៅហ្នឹងហ្មង kick ដល់ពេល kick អុកចប់បាសយើងឡើងមកលើដល់ពេលបាសយើងចប់ kick នេះឡើងមកវិញឃើញកតុយនេះវាធ្លាក់វាមានរបៀប slide chain ច្រើនមែនតើនៅក្នុង plugin មួយនេះហើយបងប្អូនអាចស្ដាប់មើលមើលថាមួយណាដែលយើងចង់ប្រើប្រាស់នៅក្នុងបទចម្រៀងរបស់យើងដែល C និង feeling បងប្អូនចង់ creativity នៅក្នុង track របស់យើងឥឡូវនេះយើងចូលមកកាន់ការ slide chain បន្ទាប់មួយទៀតដោយការប្រើប្រាស់កម្មវិធី LFO tool sorry ផងអ្នកនរគ្នាមុនហ្នឹងខ្ញុំបានប្រាប់អ្នកនរគ្នាថាខ្ញុំធ្វើវីដេអូអំពី LFO tool ដោយសារតែកុំព្យូទ័រខ្ញុំតែឈូសហើយខ្ញុំបាត់ LFO tool ខ្ញុំអត់បាន set up វិញអញ្ចឹងខ្ញុំចង់ប្រាប់អ្នកនរគ្នាដូចគ្នានេះគឺជា LFO tool ការប្រើប្រាស់ដូចគ្នាបែបបិទអ្នកនរគ្នាអត់មានខុសគ្នាតែគាត់ថានេះយើងអាចគូបានយើងចង់ទៅសេកន្លែងណាដែលយើងចង់ចាប់ផ្ដើម
បានតាមចិត្តអាហ្នឹងគឺជា LFO2 ខ្ញុំប្រាប់អ្នកនរគ្នាជំនួសឲ្យការប្រើ LFO2 ខ្ញុំនឹងបង្ហាញអ្នកនរគ្នាអំពី plugin មួយទៀតដែលខ្ញុំភ្លេច mention គឺវាដូច LFO2 អញ្ចឹងខ្ញុំប្រើ Saferbox នេះគឺ side chain នៅគ្នានេះវាអាចគូឲ្យបានដូចគ្នាអ្នកនរគ្នាចង់ឡើងចុះត្រឹមណាចង់ឲ្យបាសយើងនឹងដើរមិនក៏បានដែរបាសឃើញអត់ឮសលេងអត់ហើយវាគឺមានច្រើនពិសេសមែនតើសម្រាប់ការប្រើប្រាស់ប៉ុន្តែខ្ញុំប្រើនេះភាគច្រើនគឺខ្ញុំ affect មួយណាដែលខ្ញុំចង់ឲ្យ sound របស់ខ្ញុំប្លែកដូចបាសនេះខ្ញុំដឹងថាវារត់ទៅត្រឹមនេះទេអញ្ចឹងខ្ញុំអាចចង់ទាញមកត្រឹមនេះចាវាខ្ញុំចង់ឲ្យវាដុតខ្លាំងហ្មងពេលដែល kick ពងអុកខ្លាំងខ្ញុំអត់ចង់ឲ្យមាន sound បោះសាប់មកទៅខ្ញុំកាត់វាដាច់ហ្មងទៅឬក៏ពេលខ្លះខ្ញុំចង់ឲ្យកតុយក្រោយហ្នឹងរបៀបវាឡើងមកហើយវាចុះមកអញ្ចេះអានេះគឺយើងសេរីទៅតាមវិជ្ជាដែលយើងចង់បានពីព្រោះអីពេលខ្លះខ្ញុំលេង style kick ហើយនឹងបាសទៅនេះខ្ញុំសូមបង្ហាញអ្នកនរគ្នាពីការ side chain ទី5ដែលខ្ញុំ extra ជូនអ្នកនរគ្នានោះគឺប្រើប្រាស់ sample នេះគឺជារូបរាងបាសយើងហើយយើង export ហើយគឺវាដូចគ្នាអញ្ចឹងដូចខ្ញុំបង្ហាញប្រាប់អ្នកនរគ្នាពីដំបូងថាបើសិនជាយើងអត់ slide chain ទេវាធ្វើឲ្យ kick និង bass របស់យើងនេះដិតនៅលើគ្នាជន់ clash គ្នាហើយវិធីបងប្អូនអ្នកនរគ្នាអាច slide chain មួយទៀតដោយតែយើងទាញដៃមកស្រេចមកអ្នកនរគ្នាគ្រាន់តែកាត់កន្លែងនេះយើងចាប់ដើមទាញមកអ្នកនរគ្នាឃើញទេការ slide chain នៅក្នុង plugin ហើយខាងនេះគឺដូចគ្នាចឹងគ្រាន់តែអានេះវាចេញមក graphic ខាងក្រៅយើងឃើញអ្នកនរគ្នាឃើញទេនៅពេលណាដែលយើងមាន kick នៅពេលដែលយើងដាក់ slide chain ណាគឺវាកាត់របៀបចេះ slide chain គឺកាត់អស់ហ្មងកាត់សល់តែកតុយសម្រាប់តែ bass យើងចូលមករបៀបអញ្ចឹងអាចប្រើប្រាស់វិធីនេះសម្រាប់ក្នុងការ slide chain ក៏បានដែរប៉ុន្តែកុំប្រើនឹងនៅក្នុង vocal ណា vocal ដាក់អាការទេអានេះបានតែយើងប្រើនៅក្នុង bass សាប់ឬក៏ bass មួយណាយើងចង់ប្រើដើម្បីទំនាប់ layer របស់យើងឯងអ្នកនរគ្នាអាចចិត្តបែបនេះមកយើងអាចកាត់បែបនេះឲ្យខ្លីហើយយើងធ្វើបែបចេះវិញមកជាទៅតាមអារម្មណ៍បងប្អូនដែលបងប្អូនអ្នកគ្នាចង់បានក្នុងការ slide chain អរគុណបងប្អូនអ្នកគ្នាសម្រាប់ការតាមដានវីដេអូដ៏វែងមួយនេះហើយសង្ឃឹមថាជាប្រយោជន៍មួយដល់បងប្អូនអ្នកគ្នាបានស្វែងយល់អំពី slide chain ហើយបើសិនជាបងប្អូនមានចម្ងល់ផ្សេងតាក់ទងក្នុងការ slide chain ឬក៏បើសិនជាខ្ញុំខុសខ្វះខាតចំណុចកន្លែងណាដែលខ្ញុំបញ្យល់ទៅអត់ច្បាស់ដែលអត់ត្រូវបងប្អូនអាចប្រាប់ខ្ញុំវិញបានហើយយើងកែសម្រួលកែប្រែទាំងអស់គ្នាសិក្សាទាំងអស់គ្នាយើងអភិវឌ្ឍខ្លួនទាំងអស់គ្នាអរគុណអ្នកគ្នាសម្រាប់ការតាមដានវីដេអូ